ទស្សនិកជនជាទីមេត្រីនាងខ្ញុំម៉ូលីសូមជូនកម្មវិធីពីនីតិប្រកបព័ត៌មានសំខាន់នៅក្នុងថ្ងៃនេះគឺទាក់ទងទៅនឹងរឿងទី1គឺអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសកលលោកគឺឡើងលើ 2.5 លាននាក់ខណៈអ្នកស្លាប់ឡើងដល់ 18 លាននាក់គិតមកត្រឹមថ្ងៃនេះចំនួនអ្នកឆ្លង COVID-19 សរុបបានកើនឡើងលើ 2.5 លាននាក់ទៅហើយនៅទូទាំងពិភពលោកខណៈដែលអ្នកស្លាប់នឹងកើនជាង 18 លាននាក់បើយោងតាមទិន្នន័យចេញដោយសាកលវិទ្យាល័យ Johns Hopkins ឲ្យដឹងថាចំនួនអ្នកឆ្លងសរុបនៅទូទាំងពិភពលោកគឺមានចំនួន 263,364 នាក់ដោយក្នុងនោះគឺមានអ្នកស្លាប់ចំនួន 18,382 នាក់អាមេរិកគឺមានអ្នកឆ្លងច្រើនជាងគេឈរនៅលេខ 1 នៅក្នុងតារាងគឺមានអ្នកឆ្លងសរុប 846,692 នាក់នៅក្នុងចំណោមអ្នកឆ្លងទាំងអស់នោះក្នុងនោះគឺមាន 56,678 នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខណៈដែលអ្នកព្យាបាលជាសះស្បើយគឺមានជាង 717,220 នាក់ចំណែកព័ត៌មានសំខាន់ទី2គឺទាក់ទងទៅនឹងវៀតណាមនិងអូស្ត្រាលីបានពិចារណាសហការគ្នាដើម្បីស្វែងរកវ៉ាក់សាំងដើម្បីប្រឆាំងទៅនឹងជំងឺ COVID-19 សាធារណរដ្ឋសង្គមនិយមវៀតណាមនិងអូស្ត្រាលីនឹងកំពុងតែពិចារណាសហការជាមួយគ្នាដើម្បីស្វែងរកថ្នាំវ៉ាក់សាំងសម្រាប់ប្រឆាំងទៅនឹងជំងឺ COVID-19 នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទរវាងឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមអាយដាមផានប៊ីមិញនិងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកជំទាវ Maurice Penny កាលពីថ្ងៃទី 16 ខែមេសាឆ្នាំ 2020 កន្លងទៅនៅប្រទេសទាំងពីរបានព្រមព្រៀងគ្នានៅក្នុងការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍អំពីការគ្រប់គ្រងជំងឺរាតត្បាតសកលគឺជំងឺ COVID-19 ជាក្នុងឱកាសនោះដែរប្រមុខការទូតនៃប្រទេសទាំងពីរក៏បានព្រមព្រៀងនៅក្នុងការពិនិត្យមើលលទ្ធភាពនៅក្នុងការស្វែងរកថ្នាំវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 រួមគ្នាទៀតផងតើទស្សនិកជនព័ត៌មានដែលនេះខ្ញុំបានជំរាបជូនដើម្បីនេះចាប់តែប៉ុណ្ណេះប្រសិនបើលោកអ្នកចង់ដឹងពីព័ត៌មានលម្អិតទាក់ទងទៅនឹងព័ត៌មាននេះលោកអ្នកអាចចូលទៅកាន់ website សបាញូព័ត៌មានពីនីតិព្រឹកនេះពីនេះខ្ញុំម៉ូលីនៅពេលនេះចាប់តែប៉ុណ្ណេះ